ជ្រូកកសិដ្ឋានជើង5តាមចំណាំគេថាយកទៅដាក់វត្តណាអស់ជើង5ជើង3គេយកទៅដាក់វត្តហើយបងប្អូនអើយជើង5ជើង3ណាហើយភាគច្រើនយើងមិនបាច់ថាជ្រូកព្រៃឬក៏ជ្រូកស្រកទេបងប្អូនហើយអ្នកចិញ្ចឹមជ្រូកព្រៃក៏ច្រើនអ្នកចិញ្ចឹមជ្រូកលក្ខណៈស្រកក៏ច្រើនប៉ុន្តែភាគច្រើនសប្តាហ៍ថ្ងៃនេះគេនិយមចិញ្ចឹមជ្រូកព្រៃជាងកសិដ្ឋានណាលក្ខណៈកសិដ្ឋានលក្ខណៈគ្រួសារណាណែឯងមិនធំហើយក៏មិនតូចប៉ុន្តែបើមានកូនកណាដែលមានជើង5ឬជើង3គេយកទៅប្រគេនលោកហើយគេយកទៅដាក់វត្តហើយដូច្នេះពេលដែលយើងបានមកនឹងវត្តយើងបានមកជើង5ត្រូវចាំថាវាមានតម្លៃណាស់សម្រាប់យើងអ្នកស្រឡាញ់ប៉ុន្តែវាចង្រៃសម្រាប់គេអ្នកមិនជឿគេមិនមានជំនឿប៉ុន្តែមានជំនឿដូចគ្នាមួយគេថាចិញ្ចឹមមិនបានតែយកដាក់វត្តនេះជាជំនឿដូចគ្នាណាដូច្នេះបងប្អូនអើយមិនថាជ្រូកព្រៃជ្រូកស្រកទេឲ្យយើងបានពីក្នុងវត្តជ្រូកជើង5មកគឺល្អមែនតើព្រោះវិសាតែអ្វីវិសាតែយើងស្រឡាញ់ពេលយើងស្រឡាញ់គឺមានតម្លៃណាស់សម្រាប់យើងគឺមានតម្លៃសម្រាប់យើងអ្នកស្រឡាញ់ដូច្នេះចង់បញ្ជាក់ថាមិនបានដាក់ជាវឬដាក់លក់ជូនបងប្អូនទេនេះគ្រាន់តែជាបង្ហាញថាភេទជ្រូកកសិកម្មភេទជ្រូកព្រៃភេទជ្រូកស្រកក៏ដោយអោតែជើង5គេយកទៅដាក់វត្តហើយយើងអ្នកមានជំនឿនៅលើវត្ថុសិរីមង្គលយើងតែងតែយកមកគ្រប់ថែរក្សាមិនបានដាក់ជាវឬបង្ហាញចែកជូននេះគ្រាន់តែចង់បង្ហាញប្រាប់ថាមានតម្លៃសម្រាប់យើងអ្នកស្រឡាញ់ប៉ុន្តែវាចង្រៃសម្រាប់អ្នកដែលគេមិនជឿអរគុណច្រើនបាន